សេចក្តីស្នេហាពិតប្រាកដខ្មែរយើងអត់ដែលបែងចែកពីក្មួយអត់ដែលបែងចែកអំពីសេចក្តីស្នេហាពិតប្រាកដទេអាមួយគេហៅ passionate love អាមួយទៀតគេហៅ understanding love អា passionate love ហ្នឹងគឺមានន័យថាឃើញមុខគ្នាភ្លាមឆ្លាញ់ផ្លែតមកដោយសារចំណងផ្លូវភេទហ្នឹងយើងអត់បានចាប់អារម្មណ៍ទេឃើញគ្នាភ្លាមត្រូវចិត្តគ្នាឆ្លាញ់គ្នាបណ្ដោយសួរតែឆ្លាញ់ដោយសារអីថាឆ្លាញ់ដោយសារចិត្តឆ្លាញ់កុំឆ្ងល់ច្រើនពេកកុំសួរច្រើនពេកឆ្លាញ់ព្រោះតែខ្ញុំឆ្លាញ់ឃើញមុខទៅវាឆ្លាញ់ធ្វើម៉េចអូបើថាឆ្លាញ់របៀបហ្នឹងក៏វាបាត់ទៅវិញនៅពេលដែលចិត្តអស់សេចក្តីឆ្លាញ់ដែរការពេលឆ្លាញ់ព្រោះចិត្តឆ្លាញ់ដល់ពេលការឈប់ឆ្លាញ់ព្រោះតែចិត្តឈប់ឆ្លាញ់ព្រោះមនុស្សនឹងធ្វើតាមចិត្តទៅហើយសេចក្តីឆ្លាញ់បែបហ្នឹងគេហៅ passionate love សេចក្តីស្នេហាដែលកើតមកពីចំណងតណ្ហាសេចក្តីស្នេហាបែបហ្នឹងណាបើតាមអ្នកប្រាជ្ញចារណាអត់មានតម្លៃអីបន្តិចគ្មានតម្លៃអីបន្តិចហើយដល់ពេលអា passionate love ហ្នឹងអាសេចក្តីស្រឡាញ់ដោយការរំជួលចិត្តឃើញយ៉ាងហ្នឹងស្អាតឬក៏ត្រូវចិត្តរបស់ខ្លួនហ្នឹងស្រឡាញ់ផ្លឹបឃើញបរិះហ្នឹងត្រូវចិត្តរបស់ខ្លួនស្រឡាញ់ផ្លឹបហ្នឹងណាគ្មានឯងចាំមើលដល់ពេលវាអស់វិញអស់ដែរកាលពីស្រឡាញ់ហ្នឹងយកទៅអាដៃអាអីសម្រក់ឈាមអូកកគ្នាទៅស្បត់ទៅអីផ្សំដងការអីចឹងរួមមួយគ្នាមកជីវិតអីចឹងប៉ុន្តែដល់ពេលវាអស់សេចក្តីស្រឡាញ់ចុះបងឯងចុះអូនឯងកាលពីមុនបានសន្យាមួយបងសន្យាទៅចុះបងឯងថាបើក្បត់ឲ្យខ្ញុំជេរអីអាចជេរទៅឥឡូវជេរទៅខ្ញុំមិនខឹងណាខ្ញុំមិនមកជេរថាជេរទៅវាអស់សេចក្តីស្រឡាញ់ពីព្រោះការពីស្រឡាញ់ក៏ធ្វើតាមចិត្តដល់ពេលចិត្តវាអស់សេចក្តីស្រឡាញ់ធ្វើតាមចិត្តទៀតអានឹងគេហៅ passionate love សេចក្តីស្នេហាបែបហ្នឹងគ្មានតម្លៃទេសេចក្តីស្នេហារបស់ជនសាមញ្ញហើយមហាសាមញ្ញសេចក្តីស្នេហាអញ្ចឹងគេមិនដែលកត់ត្រាចុះក្នុងប្រវត្តិសាស្ត្រទេសេចក្តីស្នេហាអញ្ចឹងគេមិនដែលយកមកធ្វើជារឿងទេបើយកមកធ្វើជារឿងក៏អត់ល្អមើលដែរដែលហៅថាសេចក្តីស្នេហាដែលមានតម្លៃពិតប្រាកដគឺ understanding love សេចក្តីស្នេហាដែលកើតមកអំពីការយល់ដោយពូនិយាយខាងដើមអញ្ចឹងថាជីវិតគ្រួសារជីវិតស្នេហាវាសំខាន់ហើយក៏ប៉ុន្តែយើងមិនត្រូវបូជាអ្វីៗទាំងអស់ដើម្បីសេចក្តីស្នេហាទេពីព្រោះវារកតម្លៃមិនឃើញបាទសេចក្តីស្នេហាវាដូចជាសាំងឧទាហរណ៍ដូចមិញអញ្ចឹងគោលដៅរបស់យើងណោះសៀមរាបប៉ុន្តែសេចក្តីស្នេហាដូចជាសាំងចាក់ក្នុងឡានដើម្បីឲ្យយើងទៅដល់សៀមរាបសេចក្តីស្នេហាបែបហ្នឹងគួររក្សាទុកណាស់ពីព្រោះអីគោលដៅរបស់យើងនៅសៀមរាបឯណោះពីរអ្នកប្តីប្រពន្ធចូលរួមគ្នាដើម្បីបង្កើតបុព្វហេតុនៃជីវិតដ៏ត្រឹមត្រូវមួយដើម្បីផ្ទះប្តីឲ្យនៅផ្ទះណាស្រីល្អស្រីគ្រប់លក្ខពិតប្រាកដមិនមែនជិះម៉ូតូតាមប្តីទេមិនដាក់ម៉ូតូដុបទៅតាមមើលប្តីទេថោកស្រីអញ្ចឹងថោកអត់លើកតម្លៃខ្លួនឯងដើម្បីផ្ទះប្តីឲ្យនៅផ្ទះធ្វើម៉េចរៀបចំទុកដាក់អីវ៉ៃអវ៉ាន់នៅផ្ទះធ្វើមិនដឹងហើយធ្វើមិនដឹងរៀបចំអីវ៉ៃអវ៉ាន់ទុកដាក់គ្រួសារឲ្យល្អមកវិញចេះរៀបចំបាយទុកអ្វីដែលមានភារកិច្ចជាប្រពន្ធក្នុងការធ្វើគឺធ្វើទាំងអស់ថែរក្សាកូនចៅចេះទុកដាក់ទ្រព្យសម្បត្តិមានទាំងថែមទាំងចេះរកស៊ីផងធ្វើម៉េចថាឲ្យអ្នកឯងស្វែងរកទៅវិតអង្គអស់មកជំរុកដើររំល្អជាងអញណាទៅណាមិនរួចដល់ពេលចង់ឈ្នះប្រពន្ធតិចនាងឯងធ្វើល្អអញមិនមកងាប់ពីណាយើងធ្វើម៉េចប្រពុតប្រាប់ដល់គ្រូនៃយើងព្រះអង្គថាធ្វើឲ្យអស់ចិត្តកុំតាក់ទើជាមួយនឹងធម្មជាតិនៃមនុស្សល្ងងគឺមិនជួយខ្លួនឯងអញ្ចឹងប៉ុន្តែយើងអស់គេហៅអស់ចិត្តទៅបងប្អូនស្គាល់ពីអស់ចិត្តហើយលែងប្រពន្ធឯងហើយលែងគាត់ឆ្លោះគ្នាមិនមែនម្ដងទេបងអស់ចិត្តរួបរวมនេះវិញទៅបងគេប្រាប់ឲ្យរួបរวมហ្នឹងខ្ញុំរួបរวมតាមគេហ្នឹងមិនមែនតិចដងទេ100ដងនេះឥឡូវមកជួបបងឯងហ្នឹងទី101នេះបើតាណាជាខ្ញុំធ្វើតាមបងឯងទី101មុខតែមានអាណាមកទី102ទៀតអស់ចិត្តហើយយើងកាយឆ្អែតឆ្អន់ហើយបើយើងដឹងថាធម្មជាតិនៃមនុស្សល្ងងគឺអញ្ចឹងទៅហើយអ្នកទៅជាប់ចិត្តជាប់ទាត់តែឈួតហើយគ្មានបានទៅធ្វើអីកើតទៀតយកលំអានរបស់ព្រះពុទ្ធមកធ្វើពូសុំរំលឹកបន្តិចពីរឿងក្មួយស្រីមិញក្មួយនិយាយហ្នឹងល្អល្មមអាចទទួលយកបានហើយប៉ុន្តែបើស្នាជាយើងពិចារណាឲ្យជ្រៅបន្តិចក្មួយពាល់មិនទាន់ត្រូវក្មួយអាចត្រួតពិនិត្យមើលសកម្មភាពការងារជាជាងក្មួយស្រួលដើម្បីឲ្យខ្ញុំនិយាយពីព្រោះអ្វីដែលខ្ញុំនិយាយវាងាយស្រួលណាស់ក៏ប៉ុន្តែសកម្មភាពដែលខ្ញុំធ្វើនោះវាលំបាកបញ្ជាក់អំពីដួងចិត្តរបស់ខ្ញុំថាតើវាត្រឹមវាត្រង់វាសុចរិតដូចដែលខ្ញុំនិយាយដែរឬទេឧទាហរណ៍ថាបើស្នាជាយើងព្យាយាមចង់ដឹងថាបរិះមួយនឹងស្រឡាញ់យើងដែរឬទេហើយយើងព្យាយាមឲ្យពាក្យនឹងចេញមកពីបុគ្គលនឹងហើយត្រឹមតែពាក្យរបស់បុគ្គលនឹងយើងអាចយកជាការបានកំណត់ថាបុគ្គលនឹងស្រឡាញ់យើងឬអត់ខ្ញុំថាមធ្យោបាយបែបហ្នឹងមួយនឹងប្រទះការបោកប្រាស់ច្រើនជាងអ្វីទាំងអស់ឧបមាថាយើងស្រឡាញ់បុគ្គលមួយយើងសួរថាបងស្រឡាញ់អូនអត់ហើយមួយព្យាយាមឲ្យតែបានពាក្យរបស់បុគ្គលនឹងថាបងពិតជាស្រឡាញ់អូនហើយឲ្យតែផ្អែកទៅលើពាក្យមួយម៉ាត់ហ្នឹងហើយយើងសម្រេចចិត្តយកតែហ្មងខ្ញុំថាអានឹងប្រហែលជា100ដងត្រូវបោកប្រាស់រួចតែម្ដងទេគេមិនបោកនោះដូចមនុស្សស្រីមួយស្រឡាញ់មនុស្សប្រុសបងក្រោយពីបងបានខ្លួនបានប្រើខ្ញុំបងនៅយកខ្ញុំទៀតអត់កូនល្ងងម្លេះមិនក៏មិនសង្កេតអត្តចរិតអំអ្នកនឹងមកពីដើមរៀងមកមិនចាំបាច់សួរទេទៅធ្វើឲ្យគេអញ្ចឹងទៅហើយបើគ្រាន់តែគេថាអញ្ចឹងយើងជឿគេភ្លាមថាមុខយើងនឹងសមគេបោកឲ្យក្មួយសមណាស់ហ្មង
ខ្ញុំគិតថាដើម្បីចង់ដឹងថាបុគ្គលនឹងស្រឡាញ់យើងឬមិនស្រឡាញ់យើងគួរពិនិត្យសកម្មភាពរបស់បុគ្គលនឹងជាជាងសួរគេឲ្យគេឆ្លើយថាតើគេស្រឡាញ់យើងដែរឬទេបើយើងជាមនុស្សស្រីយើងស្រឡាញ់មនុស្សប្រុសមិនបាច់សួរទេមិនបាច់សួរថាបងឯងស្រឡាញ់ខ្ញុំស្មោះhayមិនស្មោះទេមិនបាច់សួរទេអាមនុស្សប្រុសវាចេះតែថារឿងស្មោះនឹងនោះអារឿងពាក្យអញ្ចឹងវាថាងាយបំផុតនោះជាពិសេសមនុស្សចូលចិត្តបោកផងបើមនុស្សប្រុសដែលមានគុណធម៌ខ្ពស់វាមិនងាយនិយាយទេណាតែវានិយាយថាម៉េចគឺអញ្ចឹងហើយគាត់ហ្នឹងងក់ក្បាលថាស្រឡាញ់គេមួយម៉ាត់ហ្នឹងកុំឲ្យគេខូចចិត្តដែរបើតែមិនមែនគឺមិននិយាយតែហ្មងប៉ុន្តែអាពាក្យថាស្រឡាញ់ហ្នឹងសម្រាប់មនុស្សដែលគេហៅថាសម្ដីអត់បានការសម្ដីរាយមាយនោះវាឆ្លើយលឿនបំផុតនិយាយ100នាក់ក៏បានព្រោះសម្ដីវាអត់ឆ្លៃវាឆ្លើយវាមិនខ្វល់ហ្មងមួយថ្ងៃឆ្លើយថាស្រឡាញ់មនុស្ស10នាក់ក៏បានដែរទៅជួបនាងនេះថាបងស្រឡាញ់អូនទៅជួបម្នាក់ទៀតថាបងស្រឡាញ់អូនទៅជួបស្រី10នាក់វាថាបងស្រឡាញ់តែអូនមួយតែអញ្ចឹងហើយបើយើងយកសម្ដីពួកអស់ហ្នឹងមកគិតថាឲ្យតែគេនិយាយតែម៉េចគឺយើងជឿតែហ្មងអាហ្នឹងខ្ញុំប្រាប់ថាបើមានខ្លួនហ្នឹង100ទៅទាំង100ហ្នឹងតែហ្មងអស់ហើយប៉ុន្តែចំពោះបុគ្គលដែលមានសម្ដីថ្លៃណាគេមិនងាយនិយាយពីព្រោះគេរក្សាតម្លៃខ្លួនរបស់គេតម្លៃមនុស្សនៅត្រង់ហ្នឹងគេមិនងាយនិយាយទេប៉ុន្តែខ្ញុំគិតថាបងប្អូនមិនគួរសម្គាល់ត្រឹមតែពាក្យរបស់គេនិយាយទេគួរសម្គាល់តែកម្មភាពការងាររបស់គេទៅវិញប៉ុន្តែមានអ្នកខ្លះនៅតែមិនអស់ចិត្តគេចង់និយាយថាម៉េចទេគេចង់និយាយថាខ្ញុំចង់ឲ្យពាក្យហ្នឹងធ្លាក់ចេញពីមាត់បងឯងមកបាទខ្ញុំមកអស់ចិត្តអាសកម្មភាពខ្ញុំឃើញហើយប៉ុន្តែខ្ញុំចង់ដឹងពាក្យចេញពីមាត់បងឯងមកខ្ញុំប្រាប់ថាបើមានខ្លួនហ្នឹង100ទៅទាំង100ហ្នឹងតែហ្មងអស់ហើយអាត្រង់ចំណុចហ្នឹងមួយត្រូវសង្កេតខ្លួនឯងពីព្រោះអីពីព្រោះព័ត៌មានពីខាងក្រៅសំខាន់ណាស់ដើម្បីយកមកឲ្យយើងពិចារណា 100% ព័ត៌មានពីខាងក្រៅហ្នឹងស្ដាប់យកមកពិចារណា 100% ដល់ពេលអគតិយើងមាននៅខាងក្នុងព័ត៌មានខាងក្រៅគេនិយាយទៅល្អសោះជួនកាលគេនិយាយទៅខុសសោះលំអៀងដោយស្អប់រំអៀងដោយស្រឡាញ់ហ្នឹងធ្វើឲ្យយើងកាត់ក្តីខុសមួយឧទាហរណ៍អំពីសេចក្តីស្រឡាញ់ក្មួយថាយើងកុំឲ្យស្រឡាញ់អស់ពេកប្តីប្រពន្ធអីចឹងណាទុក 20% ដើម្បីមើលគេមើលអីក្នុងចេតនាល្អរបស់ក្មួយចង់សង្គ្រោះមនុស្សដែលក្មួយនិយាយឲ្យស្ដាប់ហ្នឹងដើម្បីឲ្យគាត់បានយល់ត្រូវដើម្បីឲ្យគាត់ធ្វើបានជាប្រយោជន៍ក៏ប៉ុន្តែក្មួយពណ៌មិនទាន់ជ្រៅអំពីរឿងសេចក្តីស្រឡាញ់ហ្នឹងក្មួយការពិតណាដែលហៅថាសេចក្តីស្រឡាញ់ពិតប្រាកដណាក្មួយគឺចាក់គាក់ទៅសេចក្តីស្រឡាញ់ពិតប្រាកដគឺការលះបង់ក្មួយបើក្មួយស្រឡាញ់ពីព្រោះក្មួយចង់បានស្អីពីគេមកវិញអានឹងក្មួយឈឺចិត្តមិនមែនសេចក្តីស្នេហាពិតប្រាកដទេព្រោះដើម្បីអញក្មួយមកជាឈឺចិត្តព្រោះក្មួយចង់បានដើម្បីខ្លួនឯងហ្នឹងស្រឡាញ់ប្តីពីព្រោះចង់ឲ្យប្តីស្រឡាញ់វិញតែគេមិនស្រឡាញ់វិញតាំងក្តៅក្រហាយមិនមែនសេចក្តីស្នេហាពិតប្រាកដទេព្រោះដើម្បីអញមិនសេចក្តីស្នេហាពិតប្រាកដទេដែលហៅទៅសេចក្តីស្នេហាពិតប្រាកដគឺស្មោះត្រង់ពីក្នុងដួងចិត្តទៅចង់តែឃើញអ្នកដទៃបានសេចក្តីសុខទេបើស្នាជាយើងមានគំនិតដល់កម្រិតនឹងហើយជាចិត្តពិតប្រាកដមែនណាហើយគេមិនធ្វើល្អឲ្យជាមួយយើងវិញក៏យើងអត់ខឹងដែរពីព្រោះអ្វីពីព្រោះយើងស្រឡាញ់សេចក្តីល្អរបស់យើងសែនមហាស្រឡាញ់យើងស្រឡាញ់សេចក្តីស្នេហាដែលបង្កើតដោយខ្លួនយើងមហាស្រឡាញ់ចំណែកយើងមិនអត់អញ្ចឹងសេចក្តីស្នេហាដែលបង្កើតដោយខ្លួនឯងណាស្រឡាញ់គេទៅតែគេមិនស្រឡាញ់តបវិញអញបំផ្លាញសេចក្តីស្នេហាអញចោលអញលែងស្រឡាញ់ឯងផ្ទះសង់ដោយខ្លួនយើងសោះគ្រាន់តែគេថាមិនល្អវាយអាផ្ទះនឹងចោលបើសេចក្តីស្នេហាមួយដែលពោពេញទៅដោយមនោសញ្ចេតនាពិតប្រាកដនឹងការយល់ដឹងពិតប្រាកដណាសូម្បីតែអ្នកដទៃនឹងមិនស្រឡាញ់យើងវិញហើយគេថែមទាំងប្រើពាក្យថាកុំមកស្រឡាញ់ខ្ញុំយើងនៅតែមិនចោលសេចក្តីស្រឡាញ់របស់យើងក៏ប៉ុន្តែសេចក្តីស្រឡាញ់របស់យើងមិនមានការឈឺចាប់ដល់អ្នកដទៃមិនរំខានដល់អ្នកដទៃជាដាច់ខាតប៉ុន្តែឲ្យយើងទម្លាក់យើងអត់ទម្លាក់ទេព្រោះអីវាជាសេចក្តីស្នេហាមួយដែលបង្កើតដោយខ្លួនយើងអ្នកឯងអាចមិនទទួលយកសេចក្តីស្នេហាពីខ្ញុំតែអ្នកឯងគ្មានសិទ្ធិឲ្យខ្ញុំបំបត្តិសេចក្តីស្នេហានឹងចោលទេខ្ញុំអោបវាទៅតាមខ្ញុំរហូតចឹងទៅនោះគឺជាសេចក្តីស្នេហាពិតប្រាកដអ្នកឯងអាចមិនស្រឡាញ់ខ្ញុំក៏ប៉ុន្តែអ្នកឯងមិនអាចហាមខ្ញុំមិនឲ្យស្រឡាញ់ឯងទេព្រោះជាសេចក្តីស្រឡាញ់មួយដែលបង្កើតដោយខ្ញុំចំណែកយើងវិញអត់ចឹងអញទុក 20% ចាំមើលតែឯងមិនស្រឡាញ់អញមិនស្រឡាញ់ឯងវិញនឹងជាសេចក្តីស្នេហាអត់សេចក្តីស្នេហាដូចខ្ញុំបានរៀបរាប់ខាងលើនោះជាសេចក្តីស្នេហាពិតមានតែការលះបង់បុគ្គលដែលបានទទួលសេចក្តីស្នេហាបែបនោះណាបើស្នាជាគាត់មិនចេះឲ្យតម្លៃទៀតបុគ្គលកំរក់បំផុតហើយយើងកុំខ្ចីស្ដាយកុំស្ដាយឲ្យគាត់ទៅជាមនុស្សដែលយើងមិនគួរឲ្យគោរពទៅសោះពីព្រោះសេចក្តីស្នេហាបែបនោះមិនងាយរកទេក្នុងលោកមិនងាយរកទេពីព្រោះជាសេចក្តីស្នេហាពិតប្រាកដដែលមិនមែនជាសេចក្តីស្នេហាដើម្បីអញបើសេចក្តីស្នេហាដើម្បីអញទាល់តែមានការតបស្នងមិនមែនស្រឡាញ់គេទេស្រឡាញ់ខ្លួនឯងតែមិនបានដល់ខ្លួនឯងកើតចិត្តក្តៅក្រហាយមិនមែនជាសេចក្តីស្នេហាបរិសុទ្ធទេចំណែកយើងវិញស្រឡាញ់ប្តីស្រឡាញ់ប្រពន្ធខ្ញុំមិនចង់ឲ្យបងឯងដើរមកពីខ្ញុំស្រឡាញ់បងឯងពេក
ហើយចុះអូនណាអូនបងចង់ដើរមួយថ្ងៃទល់ល្ងាចបងចង់ដើរលេងបានបងសប្បាយចិត្តបើអូនឯងស្រឡាញ់បងមែនមិនកុំឲ្យបងដើរលេងឲ្យបងសប្បាយចិត្តបើបងមកផ្ទះឃើញមុខអូនឯងបងបាក់ចិត្តបើអូនឯងស្រឡាញ់បងមែនមិនក៏អូនឯងមិនឲ្យបងទៅមកពីខ្ញុំស្រឡាញ់បងឯងមិនស្រឡាញ់យើងទេស្រឡាញ់ខ្លួនគាត់តែមិនបានធ្វើដូចចិត្តគាត់ហ្នឹងគាត់ក្តៅឥឡូវបើស្រឡាញ់យើងមែនគាត់ឲ្យយើងធ្វើតាមចិត្តយើងបានយើងសប្បាយចិត្តមិនស្រឡាញ់ទេអញ្ចឹងធម្មជាតិមេត្តានេះមិនងាយណាតើអ្នកពិចារណាឃើញពិចារណាយូរមនុស្សសុខចិត្តពិបាកខ្លួនឯងឲ្យគេសប្បាយចិត្តហ្នឹងមេត្តាមានទិសដៅតែមួយគត់គឺចង់ឲ្យអ្នកដទៃបានសប្បាយបានស្រួលអត់មានគិតមកខ្លួនឯងទេធម្មជាតិហ្នឹងជាធម្មជាតិឲ្យណទិសដៅតែទៅគាត់ទៅហ្មងឲ្យតែគេឲ្យហ្មងឲ្យនឹងហើយបានកើតអានិសង្សតាមក្រោយពួកអីគិតតែពីឲ្យគេដល់ពេលឲ្យទៅងាប់ហើយអូយមកជីវិតនេះអញស្គាល់ស្រីច្រើនណាគ្មានអាណាល្អដូចប្រពន្ធអញហ្មងដើរទៅណាមិនតែចេះមកវិញតាំងតែរៀបបាយរៀបទឹកឲ្យល្អអានិសង្សនេះកើតតាមក្រោយចំណែកយើងវិញសេចក្តីស្នេហាបែបហ្នឹងសង្គមខ្មែរចូលចិត្តលេងពីព្រោះអីពីព្រោះអ្នកសរសេររឿងក៏វាមិនជ្រៅដែរបើប៉ុន្តែជាសេចក្តីស្នេហាដែលមានជំរឿពិចារណាដោយការយល់ដឹងណាបងប្អូនមើលរឿងរបស់គេជាពិសេសរឿងចិនរឿងស្នេហាជ្រៅរបស់អាមេរិកស្នេហារបស់វាមានជំរឿដែលហៅថាស្នេហាពិតរបស់វានឹងគឺសុទ្ធសឹងតែជាការលះបង់ទោះបីជាបុគ្គលនឹងមិនស្រឡាញ់តបតមកវិញក៏ដោយសេចក្តីស្នេហាមួយនឹងវាអោបជាប់ពីព្រោះវាជាសំណង់នៅក្នុងបេះដូងមួយដែលវាសង់ដោយខ្លួនឯងវាជាសេចក្តីស្នេហាមួយដែលវាសន្សំទុកដោយខ្លួនឯងវាមិនមែនគោរពអ្នកដទៃទេតែវាគោរពខ្លួនឯងអ្វីដែលអញយល់ឃើញអ្វីដែលអញខំសន្សំឡើងអញមិនអាចបំភ្លេចបានទេអញ្ចឹងបានក្នុងរឿងខ្លះគេឃើញមនុស្សខ្លះមិនម៉ាយចិត្តទេណាប៉ុន្តែនៅមួយជីវិតពីព្រោះអ្វីគ្មាននរណាបានយល់ដឹងអំពីជំរឿដួងចិត្តនៃបុគ្គលនោះទេហើយក្នុងសង្គមខ្មែរបើយើងអត់អញ្ចឹងសម្បូរស្នេហារយស្នេហាផ្លេចទូលផ្លេចចូលទៅឡើងស្នេហាទៅតាមចិត្តមិនដឹងជាកសាងប្រជាពលរដ្ឋយ៉ាងម៉េចឲ្យមានជំរឿនៃសេចក្តីស្នេហាពិតប្រាកដទៅណា